ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំកណ្ឌវិថាបានវិលមកជួបបងប្អូនម្ដងទៀតហើយដែលព័ំនៅជាមួយនៅអាហារសម្រន់នៅបែបទៀតដែលប្រជាជនខ្មែរយើងពេញនិយមនឹងចូលចិត្តបំផុតតែម្ដងចាគឺបុកល្ហុងនេះបងប្អូនចាហើយបុកល្ហុងនេះផងដែរនាងខ្ញុំបានដាក់មាន topping ច្រើនចាមានតាំងពីពោទៅហើយបើនិយាយអំពីប្រភេទសាច់វិញគឺមានតាំងពីជើងមាន់នេះបងប្អូនជើងមាន់ជ្រក់ចាហើយនឹងក្តាមនេះយើងយកប្រភេទជាក្តាមសមុទ្រមិនមែនក្តាមព្រៃក្តាមស្រែយើងទេដោយសារវាអត់មានបើមិនជាមានដូចខ្ញុំដាក់ក្តាមព្រៃដោយសារខ្ញុំជួយចិត្តក្តាមព្រៃក្តាមស្រែច្រើនខ្លាំងជាងក្តាមសមុទ្រនេះហើយខ្ញុំក៏បានដាក់ងាវដែរចាដាក់ងាវតិចមានប៉ាតេដែរចាមានដាក់ប៉ាតេចាអញ្ចឹងខ្ញុំដាក់មានពីបុកនឹងឯងហើយបុកល្ហុងនេះបើសិនជាបងប្អូនសាប់ល្ហុងឆ្ងាញ់ជាងឲ្យយើងឈូសពីព្រោះបើកាលណាយើងសាប់ល្ហុងវាស្រួយហើយវាក្រាក់ដល់ពេលអញ្ចឹងបងប្អូនភាសាទៅវាឆ្ងាញ់ជាងបើកាលណាដែលយើងឈូសវាម៉ត់ហើយអត់ស្រួយទេល្ហុងចាអញ្ចឹងឥឡូវសូមអញ្ជើញបងប្អូនតែភាសាជាមួយនឹងនាងខ្ញុំផ្ទាល់ចាហើយខ្ញុំដាក់មានពេញប៉ោះមានពោតមានអីចឹងបងប្អូនពោតហ្នឹងយើងទិញអាពោតគេស្ងោរហើយស្រាប់1000ទិញគេស្រាប់ហ្នឹងហើយបើសិនជាបងប្អូនមានបកាក្រៀមដាក់បកាក្រៀមពីលើគេតែឆ្ងាញ់ទៀតបងប្អូនហើយដាក់សណ្តែកដីឲ្យយើងលីងព្រាមមកឈ្ងុយហ្មងសម្រាប់ទឹកសោះខ្ញុំទិញគេបុកហើយស្រាប់គេមានទឹកដូចជាទឹកប្រហុកទឹកប្រហុកគេហ្នឹងមានស្រាប់ហើយទឹកកាពិហ្នឹងគេមានស្រាប់ដែរសម្រាប់ខ្ញុំយកមកយើងត្រូវមីកទៅហើយយើងហើយបន្លែបុកល្ហុងនេះស្រួលណាស់បងប្អូនចង់មានន័យថាបើសិនជាបងប្អូនចូលចិត្តមុខបន្លែអីបងប្អូនដាក់ហ្នឹងទៅអ្នកខ្លះក៏ចូលចិត្តតកួនដាក់តកួនទៅខ្ញុំចូលចិត្តតកួនដែរតែបើមិញហ្នឹងតកួននេះវាអត់សូវល្អខ្ញុំទៅវាអត់តំណងណាតកួនមកប្រភេទទៅរឿងក្រហមហើយតកួនស្រែតកួនឈក់ទឹកហ្នឹងមិនឆ្ងាញ់បាទតកួនយើងធម្មតាយើងយកម្សញ៉ាំអីហ្នឹងញ៉ាំមកបុកល្ហុងអត់សូវត្រូវទេហើយបងប្អូនមកល្មមរសជាតិបងប្អូនអាចភ្លក់មើលយកមកល្មមខ្ញុំយករៀងអត់សូវដិតហ្មងនេះបើចាខ្ញុំអត់សូវជឿរសជាតិដិតថាបើហឹលគឺអត់ចូលចិត្តហ្មងពេលខ្ញុំតែខ្ញុំដាក់បានតិចទេអ្នកប៉ាតេបងប្អូនហើយមុខម្នួយមួយមុខនេះណាបើសិនជាយើងទិញគេ10000ឡើងគេអាចមាន topping ដូចជានំបញ្ចុកគេញ៉ាំមួយនំបញ្ចុកមានបន្លែស្រស់អីថែមទៀតអញ្ចឹងណាតើបងប្អូនធ្វើខ្លួនឯងបងប្អូនទិញអាទឹកសោះរបស់គេហ្នឹងយកមកទុកមកហើយផ្សំបន្លែតិចទៅបានញ៉ាំអត់ធ្វើចំណាយលុយច្រើនទេបើយើងធ្វើខ្លួនឯងតែបើយើងទិញគេតម្លៃវាលោដល់5រៀលជួនកាលលោដល់រហូតដល់30000ក៏មានដែរបងប្អូនអាស្រ័យទៅលើ topping ដែលយើងដាក់កាលណាបងប្អូនដាក់ topping កាន់តែច្រើនវាកាន់តែថ្លៃមួយទៀតប្រភេទបុកល្ហុងហ្នឹងណាមានច្រើនប្រភេទដែរបងប្អូនប្រភេទមានតាំងពីបុកគេហៅបុកក្តាប់7នេះមើលទៅឆ្អើក៏មានចាគេបុកពេញជ្រែកបុកអីគឺនិយាយទៅអ្វីដែលគេចូលចិត្តគេបុកហ្នឹងទៅដាក់តាមហ្នឹងទៅតាមគេចូលចិត្តហ្នឹងហើយតម្លៃវាក៏ខុសគ្នាដែរបើសិនជាបងប្អូនកំងទិញពីហាងទិញពីអីចឹងណាហើយលក្ខណៈដែលថាយើងកំងអីហ្នឹងផ្លែវាច្រើនមាននៅហាងតែបើថាបងប្អូនទិញនៅតាមប្រទេសតាមអីមានបុកល្ហុងធម្មតាចេះឯងទៅពេញនិយមច្រើនមែនតើគេលក់តាមផ្លូវតាមប្រទេសបងប្អូនហើយបងប្អូនទិញតាមតែអត់សូវថ្លៃទេតម្លៃវាត្រឹម5000អីហ្នឹងបងប្អូនអាចញ៉ាំបានហ្នឹងឆ្ងាញ់ដូចគ្នាខ្ញុំថាបើយើងទិញដល់ហាងវាថ្លៃអាស្រ័យទៅលើ topping ដែលបងប្អូនដាក់ចឹងណាពួកជើងមាន់មួយជើងមាន់នេះណាបើសិនជាបងប្អូនធ្វើ
បងប្អូនស្រោចវាសិនកុំស្រោចវាជូរពេកណាហើយបើលួយដាក់វាទៅមកភ្លោកដើម្បីឲ្យកាត់ឆ្អាបវាទៅបានហើយហើយបងប្អូនយកមកត្រាំតែកកដើម្បីឲ្យសាច់វានៅស្រួយឆ្ងាញ់ហើយបន្ទាប់មកបងប្អូនយកមកលាយជាមួយនឹងស្លឹកក្រូចហើយនឹងពលក្រៃយើងហាន់តិចតួចណាយកមកធ្វើទឹកសោះដូចទឹកត្រីកោះកុងហ្នឹងណាដាក់លាយចូលគ្នាមកផ្អាប់នឹងទូទឹកកកមួយថ្ងៃពីរថ្ងៃចឹងទៅញ៉ាំបានឆ្ងាញ់បងប្អូនជួយយកមកធ្វើបុកល្ហុងកុំដាក់ជូរពេកដោយសារតែយើងយកមកលាយជាមួយគ្រឿងមានដឹកទៀតណាហើយគ្រឿងយើងបុកទៅត្រីត្រាំហ្នឹងក៏កុំដាក់ពេកដែរតើបងចង់ជ្រក់វិញញ៉ាំលេងធម្មតាដាក់គ្រឿងម្ចាស់ដៃទៅបងប្អូនជូរហឹរប្រែក្អែមហ្នឹងតាមបងប្អូនចូលចិត្តញ៉ាំពោតមួយពោតតែមួយកណាត់ទេណាធ្វើបុកល្ហុងមកមួយចានទិញមួយ1000វាស្ងាហើយស្រាប់ផ្អែមខាងនេះទៅបងប្អូនវាជាប្រភេទអាហារសម្រន់ញ៉ាំលេងថ្ងៃអីហ្នឹងងាយឡើងអីហ្នឹងដែលប្រជាជនខ្មែរគាត់ពេញនិយមខ្លាំងមែនតើបងឡងនេះរបស់ខ្មែរយើងបងប្អូនណាកុំច្រឡំណាបើយើងស្រាវជ្រាវប្រភពមិនដឹងប្រទេសទី2គេចម្លងយើងហ្នឹងខ្ញុំមកម្ហូបនេះរបស់ខ្មែរយើងទេមិនដូចមួយនេះតែបេតងតាកូនបងចាក់ឆ្ងាញ់មែនដែរធ្វើជាមួយនឹងការស៊ីតក្តៅបែបនេះអែមហ្មងចាអរគុណច្រើនបងប្អូនអ្នកនរដែលចូលរួមទស្សនាវីដេអូរបស់នាងខ្ញុំហើយនាងខ្ញុំសង្ឃឹមថាថ្ងៃក្រោយនាងខ្ញុំនឹងលើកយកមុខមនុយប្លែកដែលជាការពេញនិយមរបស់ជនជាតិខ្មែរយើងបន្ថែមទៀតដើម្បីចែកជូនដល់បងប្អូនទស្សនាចាអរគុណច្រើនសូមអរគុណពរបងប្អូនអ្នកគ្នាចា